anh ấy còn cả thử test testing dân testing system thử test bộ bọn dân đấy nè toàn chập giật mình tên này chập về chập vô chậm đã bộ về ở snat saat yang đang định ní thùng aku ini so aku yang đã ban đập pi vol buôn của đập pi vol buôn củaใน system នេះ12 volt ចឹងវាកំពុងឥឡូវអស់ថ្ងៃសាកហើយអស់ថ្ងៃម៉ោង6ហើយ 6:07 យកហើយចឹងវាលែងសាកហើយគួយវាបានមុននឹង 100% ដល់ 90% ដល់យើងដកប្រើនេះយើងដកប្រើទៅលើឆ្នាំងកម្ដៅកំពុងទៅដោះគោអបេនេះកម្ដៅ steam កំពុងដោះគោបានអានេះ 1000 វ៉ាត់ទេ 1000 វ៉ាត់អត់ប្រើស្មើ 1000 វ៉ាត់ខ្ញុំប្រើ 600 វ៉ាត់ចុះក្រោមខ្ពស់ផុត 600 វ៉ាត់600 វ៉ាត់ឬក៏ 500 វ៉ាត់ចុះក្រោមវាអត់សូវរត់អនុក្តៅខ្លាំង inverter យ៉ាងនេះinverter នឹងដាក់បាន1គីឡូ 2គីឡូក៏ដាក់បានដែរអត់ទៅប្រព័ន្ធ12 volt C នេះមកអង្គុយយើងហើយក្បាល controller យ៉ាងនេះ MPPT charger នេះវាពណ៌សាកលឿននេះសាកលឿនពុនសាកលឿនល្អទាំងបើយើងនៅខាងក្រៅលើបូលនោះ2ស្លឹកដែរវាស៊ីតិចណាស់នេះស៊ីតិចអត់ស៊ីច្រើនទេប្រហែលថ្ងៃនឹងសាកទៅពេញសោបលឿងទាំងអស់នៅក្នុង12 volt 200 ampere 2គ្រាប់សាកមកពេញនឹងមិនដឹងថាប្រហែលថ្ងៃបានអស់ទេនោះបើវាស៊ីតិចពេកវាស៊ីតិចអាកម្ដៅហ្នឹងវាត្រឹម40 អី40ចន្លោះ40ទៅ70 វ៉ាត់ដែរទៅនឹងកងក្រោយគូតវ៉ាត់តូច12 volt ចេញ7 វ៉ាត់volt នេះចេញ10ជា6ចេញ7អ្នកនៅចំការនៅឆ្ងាយអីអត់អស់សហួយច្រើនអានេះតិចទេអត់ចំណាយច្រើនទេដាក់ពីផ្ទាំង600 វ៉ាត់ឬក៏500 វ៉ាត់ផ្ទាំង500 វ៉ាត់ទៅ600 វ៉ាត់ពីផ្ទាំងមកនេះដុំនឹងមួយសាកមកហើយបំលែង inverter នឹងមួយមកហើយតតាមមកយើងចង់តនេះខ្ញុំប្រើសិនទៅដល់10ប្រើសិនតេស្តភ្លើងវាអគុយ gel យើងដាក់អគុយទឹកក៏បានអគុយ gel បានខ្ញុំប្រើអគុយ gel ហើយបងប្អូនមានថវិកាធូរធារដាក់អគុយលីស្យូមទៅលីស្យូមវាថ្លៃហើយ gel វាខុសគ្នា30% ទៅ 50% ដែរអគុយ gel ជាមួយនឹងពួកលីស្យូមនឹងថ្លៃជាងលីស្យូមយើងប្រើបានយូរប៉ុន្តែgel នេះប្រើបានចន្លោះ2 ឆ្នាំអី2ទៅ3 ឆ្នាំទេgelតែ gel ខ្ញុំកំពុងប្រើនេះចូល2 ឆ្នាំហើយអូខេប៉ុណ្្នឹងសិន645យប់ហើយថ្ងៃ23 ខែ7 2026